Bạn ấy cái chiประวัติในการដកលុយរបស់ខ្ញុំចំនួនទឹកលុយ$4.24គឺទទួលបានជោគជ័យហើយនៅក្នុងហ្គេមនេះហើយជា total គឺខ្ញុំរកលុយពីហ្គេមនេះបានទៅដល់$216.45សេនបាទហ្នឹងគឺជាលុយ total ដែលខ្ញុំរកលុយបានដែលខ្ញុំធ្លាប់បាទដែលខ្ញុំធ្លាប់ធ្វើការដកពីហ្គេមហ្នឹងគឺបានប៉ុណ្ណឹងបាទ216ហើយអ្នកគ្នាបាទជាមួយនឹងហ្គេមចោលថ្មនេះបាទអូខេអញ្ចឹងឥឡូវតោះយើងទៅមើលទាំងអស់គ្នានៅក្នុង PayPal ទាំងអស់គ្នាតោះ Let's goសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ការទស្សនាជាមួយនឹងវីដេអូថ្មីបន្តទៀតអ្នកគ្នានៅក្នុង Channel YouTube របស់ខ្ញុំ Share Home នៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនយើងបន្តិចណាទាក់ទងមួយការលេងហ្គេមរកលុយជាមួយទូរស័ព្ទដៃអ្នកគ្នាAndroid បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញណាតាក់ទងជាមួយនឹងការដកលុយអ្នកគ្នាណាខ្ញុំដកលុយជាមួយនឹង2ហ្គេមបាទខ្ញុំដក2ហ្គេមនៅក្នុងពេលតែមួយនៅក្នុងវីដេអូនេះតែមួយតែម្ដងដើម្បីខ្ញុំបញ្ជាក់ឬក៏បង្ហាញបងប្អូនយើងឲ្យបងប្អូនយើងមកទស្សនាហើយបើសិនជាមានការចំណាប់អារម្មណ៍ចង់ធ្វើការលេងអីគឺខ្ញុំដាក់ link នៅខាងក្រោមនឹងចំណងជើងវីដេអូនឹងស្រាប់តែម្ដងបាទហើយ link ហើយចំពោះហ្គេមទាំងអស់ហ្នឹងគឺការដកគឺដកចេញពីហ្គេមទៅក្នុងគណនី PayPal បាទហើយរបៀបនៃការបង្កើត PayPal ដូចជាខ្ញុំបានធ្លាប់ធ្វើការបង្ហាញដែរបាទពីរបៀបនៃការបង្កើតជាមួយនឹងគណនី PayPal ហើយរបៀបនៃការដកលុយពី PayPal មកធនាគារខ្មែរក៏យើងធ្លាប់ធ្វើការបង្ហាញដែរអញ្ចឹងឥឡូវតោះយើងមកទស្សនាទាំងអស់គ្នាតាក់ទងជាមួយនឹងរបៀបនៃការដកលុយហ្នឹងតើខ្ញុំដកលុយចេញពីក្នុងហ្គេមមួយណាហ្គេមអីគេបងប្អូនចង់ដឹងអត់ដកហ្នឹងវាត្រូវការអីខ្លះវាដកបានពិតមែនអត់បងប្អូនយើងអាចមកទស្សនាបានអញ្ចឹងនៅក្នុង Channel YouTube របស់ខ្ញុំ Share Home មួយនេះគឺខ្ញុំចង់ធ្វើការចែកម្លែកចម្រុះតែចែកម្លែកតែការរកលុយហើយនឹងចំណេះដឹងខ្លះទេចំពោះដូចជាវីដេអូអីផ្សេងទៀតបាទប្រភេទ content ផ្សេងទៀតគឺខ្ញុំអត់ចែកលេខទេព្រោះខ្ញុំចែកលេខថាវីដេអូដែលចែកលេខតាក់ទងជាមួយនឹងការរកលុយផ្សេងអញ្ចឹងជាមួយទូរស័ព្ទដៃហើយនឹងចែកលេខពីវិធីផ្សេងគឺខ្ញុំចែកលេខនៅក្នុងហ្នឹងបាទអូខេអញ្ចឹងតើបងប្អូនយើងមកទស្សនាទាំងអស់គ្នាបាទតាក់ទងមួយការដករបស់ខ្ញុំនៅក្នុងវីដេអូនេះហើយមុនទៅដល់នៃការដកការបង្ហាញរបស់ខ្ញុំនៅក្នុងវីដេអូនេះគឺខ្ញុំសូមបងប្អូនយើងដែលមកក្រោយកុំភ្លេចធ្វើការចុចលើប៊ូតុងដែលមានពាក្យថាជាវឬក៏ Subscribe ហើយបើកសញ្ញាកណ្ដឹងពាក្យថាទាំងអស់ផងដើម្បីបាននៅវីដេអូថ្មីអាប់ដេតពីខ្ញុំឲ្យទាន់ពេលវេលាបាទអរគុណច្រើនបាទតោះ Let's go អូខេបងប្អូនអរគ្នាឥឡូវចូលមកដល់នៃកម្មវិធីហ្គេមរបស់ខ្ញុំហើយខ្ញុំហៅថាហ្គេមចោលថ្មហ្គេមហ្នឹងណាឥឡូវបងប្អូនចូលកន្លែងកាក់នេះមកនេះកន្លែងកាក់នេះកាក់ហូបក្តាប់ដៃហ្នឹងបាទបន្ទាប់មកគឺខ្ញុំមានលុយនៅក្នុងទីនេះគឺមានចំនួន$4.24អញ្ចឹងខ្ញុំធ្វើការចុចនៅលើពាក្យថា Withdraw All តែម្ដងមកបាទខ្ញុំធ្វើការចុចនៅលើពាក្យថា Withdraw Allបាទមកដល់តែម្ដងនេះគឺបងប្អូនយើងដែលថ្មីអាចធ្វើការបញ្ចូលជាមួយ Gmail PayPal ហើយនៅឈ្មោះរបស់យើងមកឈ្មោះ PayPal របស់យើងមកបន្ទាប់មកធ្វើការចុច Confirm ទៅគឺរួចរាល់ហើយយើងធ្វើការ Confirm ទៅគឺយើងទៅមុខបន្តទៀតដែរអ្នកនាងអញ្ចឹងខ្ញុំឃើញតម្រងបែបនេះគឺខ្ញុំធ្វើការចុចនៅលើពាក្យថា Confirm បាទតែម្ដងបាទចុចពាក្យថា Confirm មកគឺយើងអាចធ្វើការស្នើដកចំនួនទឹកលុយ$4.24នឹងបានដែរអ្នកនាងអញ្ចឹងហ្គេមនេះដំបូងគឺបងប្អូនយើងដកបានចាប់ពីប្រហែលសេនដូចជា20សេនឡើងទៅហើយបើសិនយើងដកបានម្ដងទៅពីរដងហើយគឺវាឲ្យយើងដកចាប់ពីទំហំ$1ឡើងទៅគឺយើងអាចដកបានដូចគ្នាបាទអូខេអញ្ចឹងធ្វើការចុច confirm តែម្ដងបាទអ្នកនាងកន្លែងហ្នឹងណាហើយចំពោះបងប្អូនយើងដែលអត់មាន PayPal គឺអាចតែបង្កើតទៅណាអ្នកនាងកន្លែងហ្នឹងបាទតែហ្នឹងគឺវាទាមទារឲ្យយើងបញ្ចូលជាមួយ Gmail PayPal ហើយនឹងឈ្មោះអញ្ចឹងឈ្មោះហើយនឹង PayPal គឺវាដូចគ្នាទេអញ្ចឹងចុច confirm មកបាទចុច confirm មកអូខេមកដល់តម្រងនេះគឺបងប្អូនឃើញគេដាក់ថា US $4.24សេនហើយបងប្អូនយើងមើលនៅខាងលើគេដាក់ថា Send you cash ចុចលើប៊ូតុងហ្នឹងមក Happy ហ្នឹងមកបាទអញ្ចឹងបន្តមកគឺការដករបស់ខ្ញុំគឺបានដកចេញទៅហើយនៅសល់តែ0នេះបាទលើរបស់ខ្ញុំណាអញ្ចឹងបងប្អូនយើងកន្លែងមើលខាងលើគេដាក់ថា withdraw វិញនេះអញ្ចឹងការដករបស់ខ្ញុំគឺបានដកចេញទៅហើយប៉ុន្តែវាចេញពណ៌ប្រផេះពណ៌ខ្មៅវាអត់ទាន់ជោគជ័យទេវាដាក់ពាក្យថា withdraw វិញបាទអញ្ចឹងការដករបស់ខ្ញុំនេះគឺបានដកចេញទៅហើយប៉ុន្តែវាអត់ទាន់ជោគជ័យទេគឺខាងក្រុមហ៊ុនឬក៏ខាងក្រុមហ៊ុនហ្គេមគឺអត់បានធ្វើការបាញ់លុយឲ្យយើងទេបាទអូខេឥឡូវខ្ញុំបានដកជាមួយនឹងហ្គេមចោលថ្មទី1យើងហើយឥឡូវយើងចូលទៅក្នុងហ្គេមទី2តោះហ្គេមទី2របស់ខ្ញុំគឺជាហ្គេមឡានបាទហ្គេមឡានអញ្ចឹងបងប្អូនយើងទៅមើលពីរបៀបនៃការដកជាមួយនឹងហ្គេមទី2ទាំងអស់គ្នាតើថាដកចំនួនប៉ុណ្ណាតោះទៅមើលទាំងអស់គ្នា Let's go អូខេបងប្អូនអរគ្នាអញ្ចឹងចូលមកដល់នៃកម្មវិធីហ្គេមទី2ហើយបាទឥឡូវបងប្អូនយើងចូលមកដល់ហ្គេមទី2បងប្អូនយើងអាចចុចកន្លែងកាក់មកបាទចុចកន្លែងកាក់របស់វាមក
បាទខ្ញុំដកពីកន្លែងកាត់ដូចគ្នាដូចតែក្នុងហ្គេមចោលថ្មដែរចឹងបងប្អូនយើងមើលដល់គ្នាណាបាទចឹងបងប្អូនចុចចូលកន្លែងកាត់ហ្នឹងមកកន្លែងកាត់ហ្នឹងបាទចុចដូចតែហ្នឹងមកបន្ទាប់មកបងប្អូនចុចខ្វែងមួយមកបាទនេះចឹងនៅកន្លែងកាត់ my coin នេះបើខ្ញុំមានចំនួន$3មួយសេនអញ្ចឹងខ្ញុំដកទាំងអស់តែម្ដងនោះគ្នាណាបាទអូខេអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញពីប្រវត្តិនៃការដករបស់ខ្ញុំជាមុនសិនប្រវត្តិនៃការដករបស់ខ្ញុំពីមុនគឺមានដូចជាខ្ញុំធ្លាប់ធ្វើការដកបាន$37ហើយបាទដកបានច្រើនដងដែរជួនកាល$1ជួនកាល$2ជួនកាល$3ជួនកាល$19បាទអញ្ចឹងបងប្អូនយើងអាចមើលបាននេះគឺជា total withdraw របស់ខ្ញុំនឹងធ្វើការដកសរុបទាំងប្រមាណដងហ្នឹងបាទអញ្ចឹងខ្ញុំដកម្ដងនេះទៀតវា$3អញ្ចឹងវាអាចនឹងបាន$40ដែរអូខេអញ្ចឹងខ្ញុំធ្វើការចុចខ្វែងមកបាទចុចខ្វែងខ្ញុំដកតែម្ដងអ្នកគ្នាអញ្ចឹងខ្ញុំធ្វើការចុចនៅលើប៊ូតុងតែមានពាក្យថា withdraw all តែម្ដងបាទពាក្យថា withdraw all នេះមកដើម្បីយើងធ្វើការដកលុយហ្នឹងចេញទៅក្រៅដកលុយហ្នឹងចេញទៅក្នុង PayPal បាទអូខេអញ្ចឹងបងប្អូនចុចលើពាក្យថា withdraw all ហើយករណីបងប្អូនយើងអត់មាន PayPal អាចទៅបង្កើតណាអ្នកគ្នាអាចទៅមើលវីដេអូរបស់គ្នាយើងផ្សេងទៀតបានហើយចំពោះបងប្អូនគាត់ធ្លាប់ធ្វើការបញ្ចូលដកលុយហើយបើសិនជាមានបញ្ហាខូច PayPal អីគឺអាចធ្វើការមកឆេងបដូរបានជឹកអាចមកធ្វើការឆេងយើងផ្លាស់ប្ដូរ Gmail PayPal ចេញដាក់ PayPal ថ្មីចូលដែលអត់មានបញ្ហាបាទអូខេអញ្ចឹងចាំមើលវីដេអូក្រោយៗខ្ញុំនឹងនិយាយលម្អិតតាក់ទងពី game ទាំងអស់ហ្នឹងតែឥឡូវនេះគឺខ្ញុំសូមធ្វើការចុចនៅលើប៊ូតុងដែលមានពាក្យថា withdraw all តែម្ដងបាទអញ្ចឹងបងប្អូនចុចលើពាក្យថា withdraw all មកអ្នកនេះប៊ូតុងដែលមានពាក្យថា withdraw នេះបាទអូខេចាំផ្លែតបាទចាំផ្លែតអ្នកនេះអូខេចុចលើប៊ូតុងហ្នឹងមកហ្នឹងហើយអញ្ចឹងមកដល់តម្រងនេះគឺបងប្អូនយើងឃើញទឹកលុយរបស់ខ្ញុំគឺ$3មួយសេនហើយបងប្អូនយើងនឹងឃើញតម្រងដូចពីមុនអញ្ចឹងដូចអាហ្គេមទី1មិនអញ្ចឹងបាទអញ្ចឹងយើងគាត់ធ្វើការចុចលើពាក្យថា confirm មកបាទចុច confirm មកដោយសារខ្ញុំថ្មីជាស្រ័យដោយសារខ្ញុំធ្លាប់ធ្វើការដកអីអញ្ចឹងតែហ្នឹងគឺខ្ញុំអត់ត្រូវបំពេញទៀតទេបាទអត់ត្រូវបំពេញទៀតទេតែចំពោះបងប្អូនយើងដែលគាត់ថ្មីដកដំបូងវាតម្រូវឲ្យបងប្អូនយើងធ្វើការបញ្ចូលជាមួយ Gmail PayPal ហើយនឹងឈ្មោះ PayPal របស់បងប្អូនយើងអញ្ចឹងយើងធ្វើការចុច confirm យកតែម្ដងបាទហ្នឹងហើយចុច confirm មកគឺការស្នើដករបស់យើងគឺបានដកទៅហើយបើយើងចាំមកប្រាប់អ្នកគ្នាអញ្ចឹងខ្ញុំបញ្ជាក់ចុច confirm មកបាទអូខេចាំប្រាប់អ្នកគ្នាចុចបាទអញ្ចឹងមកដល់ថ្មនេះគេដាក់ថា send your cash នេះ send your cash ជាមួយនឹង logo game មួយហ្នឹងហើយបងប្អូនយើងឃើញទឹកលុយឯងគឺ$3មួយសេននេះ$3មួយសេនអញ្ចឹងបងប្អូនចុចពាក្យថា happy នេះមកបេតុងខាងក្រោមហ្នឹងដើម្បីយើងដកលុយទៅបាទអូខេអញ្ចឹងចាំមកប្រាប់អ្នកគ្នាអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចលើប៊ូតុងហ្នឹងទៅវានឹងនាំយើងការដករបស់យើងគឺនឹងធ្វើការដាក់ស្នើទៅហើយបាទស្នើដកទៅហើយអ្នកគ្នាអញ្ចឹងខ្ញុំសង្ឃឹមបងប្អូនយើងនឹងយល់ដល់គ្នាណាបាទនឹងយល់ដល់គ្នាតាក់ទងពីកន្លែងហ្នឹងអូខេអញ្ចឹងពេលបងប្អូនចុចលើប៊ូតុងពាក្យថា happy នេះគឺវាមកដល់តម្រងនេះបងប្អូនយើងធ្វើការឃើញលុយរបស់យើងគឺបានកាត់ចេញអស់ហើយបងប្អូនយើងមើលខាងលើនេះគឺវាដាក់ថា withdraw វិញ US $3មួយសេនចឹងបងប្អូនយើងឃើញការដករបស់ខ្ញុំគឺបានចេញពណ៌ខ្មៅដូចគ្នាដូចតែនឹងហ្គេមទី1ដែរបាទអញ្ចឹងវាបានន័យថាការដករបស់យើងគឺកំពុងតែដំណើរការកំពុងតែរៀបចំបាញ់លុយយើងបាទនេះអញ្ចឹងបងប្អូនឃើញណាបាទការដករបស់ខ្ញុំគឺកំពុងតែដំណើរការឡើយទេអត់ទាន់ជោគជ័យទេយើងត្រូវរងចាំប្រហែលជាប្រហែលម៉ោងសិនអ្នកនេះណាបាទប្រហែលម៉ោងសិនទើបយើងបានលុយអត់ចូលដល់ថ្ងៃទេអ្នកនេះហ្គេមរបស់នេះណាអត់ឆ្លងថ្ងៃទេបាទអូខេអញ្ចឹងបន្ទាប់ពីយើងបានដកអញ្ចឹងហើយឥឡូវខ្ញុំសូមធ្វើការរងចាំសិនអ្នកនេះប្រហែលម៉ោងក្រោយគឺខ្ញុំបង្ហាញអ្នកនេះម្ដងទៀតនៅក្នុងចុងកន្ទុយវីដេអូដើម្បីបញ្ជាក់ពីការដកនេះពីហ្គេមនេះថាតើវាជោគជ័យពិតមែនឬក៏អត់តោះនឹងហើយសូមធ្វើការ stop តែប៉ុណ្្នឹងសិនអ្នកនេះណាបាទសូមធ្វើការ stop វីដេអូតែប៉ុណ្្នឹងសិនបាទអរគុណច្រើនអូខេបងប្អូនអ្នកនេះឥឡូវខ្ញុំចូលមកដល់ការបង្ហាញពីបញ្ជាក់ពីប្រវត្តិនៃការដកជាមួយនឹងហ្គេមទាំងពីរហ្នឹងឥឡូវខ្ញុំចូលឡើងកាត់ដដែលខ្ញុំមកបង្ហាញពីប្រវត្តិនៃការដកជាមួយនឹងហ្គេមចោលថ្មមុនបាទនេះបងប្អូនអ្នកនេះបន្ទាប់ពីខ្ញុំបានដកបាននៅដើមវីដេអូបងប្អូនយើងបានមើលណាខ្ញុំដកហ្នឹងបាននៅថ្ងៃទី22ហ្នឹងចំនួនទឹកលុយមក$4.24ឥឡូវទទួលបានជោគជ័យហើយអ្នកនេះបាទគឺទទួលបានជោគជ័យ 100% បាទចូលទៅក្នុងគណនី PayPal របស់ខ្ញុំបាទហើយលុយដែលខ្ញុំរកបានពីក្នុងហ្គេមនេះគឺបាន total ជាសរុបបានដល់$216នេះ$216.45សេនលុយហ្នឹងគឺខ្ញុំបានដកមកចាយតាមធនាគារខ្មែរខ្លះហើយបាទបានអស់ហើយបាទនេះបានអស់ហើយដកយកមកចាយឬក៏ទុកបាទអូខេអញ្ចឹងកម្មវិធីហ្គេមនេះគឺយើងនៅតែអាចរកលុយបានដដែលទេអ្នកនាងបងប្អូនយើងដែលគាត់ធ្លាប់លេងពីមុនគឺអាចធ្វើការលេងបន្តទៅណាតែបងប្អូនយើងមកថ្មីគឺអាចចុះឈ្មោះលេងបានគឺ link គឺខ្ញុំបានដាក់នៅខាងដើម
នៅខាងក្រោមចំណងជើងវីដេអូហើយបាទអូខេឥឡូវយើងចេញពីហ្នឹងយើងចូលមកក្នុង PayPal បាទនេះអញ្ចឹងលុយដែលខ្ញុំធ្វើការដកលុយពីហ្គេមចោលថ្មនេះគឺចំនួនទឹកលុយគឺ$4.24នេះនៅខាងលើគេនេះបាទ$4.24ដោយសារយើងដកវាស្មើគ្នានេះ$4.24អញ្ចឹងបងប្អូនឃើញណាបូក$4.24បាទអញ្ចឹងការដករបស់ខ្ញុំគឺទទួលបានជោគជ័យ 100% វានឹងបង្ហាញទាំងនៅក្នុង game ទាំងនៅក្នុង Gmail PayPal របស់ខ្ញុំផងដែរវាលោតឲ្យយើងឃើញណាអូខេអញ្ចឹងឥឡូវគឺខ្ញុំបង្ហាញជាមួយនឹង game ចោលថ្មរួចរាល់ហើយឥឡូវខ្ញុំសូមធ្វើការចេញពីក្នុងការបង្ហាញជាមួយនឹង game ទី1ខ្ញុំចូលទៅក្នុង game ទី2បាទតោះទៅមើលអ្នកគ្នាខ្ញុំបង្ហាញនៅក្នុង game ទី2អូខេពីប្រវត្តិនៃការដកអូខេបងប្អូនគ្នាអញ្ចឹងខ្ញុំបានធ្វើការចូលមកដល់ game ទី2ហើយឥឡូវបងប្អូនយើងធ្វើការចូលមកយើងจะឆែកមើលប្រវត្តិនៃការដកជាមួយនឹង game អ្នកគ្នាចុចលើខាងលើនេះបាទចូលបងប្អូនឃើញ0ណាចាំបងចុចលើខាងលើនេះមកបាទចុចលើខាងលើដើម្បីយើងមើលពីប្រវត្តិនៃការដកនៅក្នុង game បាទនេះអូខេនេះចឹងការដករបស់ខ្ញុំគឺទទួលបានជោគជ័យដូចគ្នាគឺបាន$3.1សេនបាទ$3.1សេនចាំបងឃើញនេះបាទនេះ$3.1សេនដែលខ្ញុំធ្វើការដកនៅខាងដើមវីដេអូបាទដើមវីដេអូជាមួយនឹង game LAN នេះបាទ$3.1សេនដកនៅថ្ងៃទី1បាទថ្ងៃទី1ថ្ងៃទី22ខែ1 2026បាទអូខេចាំបងឃើញលុយរបស់ខ្ញុំគឺបានទៅដល់$40ហើយជា total បាទបាន160000ដែរជាលុយខ្មែរអូខេអញ្ចឹងឥឡូវខ្ញុំចេញពីក្នុង game ខ្ញុំទៅបង្ហាញនៅក្នុង PayPal ទៀតដើម្បីបញ្ជាក់បងប្អូនយើងឲ្យកាន់តែច្បាស់ទៀតបាទតើតើមួយការរកលុយជាមួយនឹង game អស់នេះបាទឥឡូវខ្ញុំសូមធ្វើការចេញណាបាទខ្ញុំចេញពីក្នុង game ទៅបង្ហាញនៅក្នុង PayPal បាទព្រោះអី PayPal ហ្នឹងគឺវាជាកាបូបលុយមួយទទួលលុយពី game នេះបាទហ្នឹងហើយអូខេអ្នកនាងអញ្ចឹងខ្ញុំចូលមកដល់ហើយចាំបងប្អូនយើងមើលប្រវត្តិនៃការដករបស់ខ្ញុំនៅខាងក្រោមនេះបាទគឺវានៅខាងក្រោមហ្គេមទី1វិញបាទវានៅខាងក្រោមបាទប៉ុន្តែការដករបស់យើងគឺដកនៅថ្ងៃទី1ទេអ្នកនាងបាទដកនៅថ្ងៃទី1នេះគឺ$3.1សេនអ្នកនាងណាបាទហើយក្រុមហ៊ុនគឺក្រុមហ៊ុនតែមួយទៀតបងប្អូនមើលហុងកុងស្អីនោះបាទហុងកុងអីបងប្អូនមើលទៅបាទអញ្ចឹង$3.1សេនគឺបានចូលទៅក្នុងគណនី PayPal របស់ខ្ញុំជាមួយនឹងហ្គេមទី1ផងដែរអញ្ចឹងជាទូទៅបងប្អូនឃើញឈ្មោះហ្គេមនៅខាងក្រោមហ្នឹងហើយណាបាទឈ្មោះហ្គេមណាបាទទឹកលុយគឺវាបញ្ជាក់នៅខាងលើនឹងច្បាស់តែម្ដងអ្នកនាងអូខេចង់វីដេអូមួយនេះគឺដូចជាមានតែប៉ុណ្្នឹងទេបាទចំពោះបងប្អូនយើងនៅតែគាត់ចង់ធ្វើការចុះឈ្មោះលេងតឡើងយកលេងគឺអាចតឡើងយកលេងបានគឺខ្ញុំបានដាក់ link នៅខាងក្រោមចំណងជើងទាំងពីរហ្គេមហ្នឹងនៅក្នុងវីដេអូមួយនេះបាទចឹងបងប្អូនយើងអាចទៅធ្វើការទៅ download យកមកលេងបានទាំងអស់គ្នាហ្នឹងហើយចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនចំពោះការតាមដានពីដើមដល់ចប់